ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនេះគឺជាសកម្មភាពខ្លះៗនៃការធ្វើដំណើរកម្សាន្តពីខាងខេត្តរតនគិរីទៅកាន់កោះរ៉ុងចេញដំណើរបាទ2នាក់ឯងឡើងឡានយប់ចេញពីរតនគិរីទៅពេញហ្មងហើយបានទៅដល់ពេញតទៅទៀតឥឡូវគឺថាមកដល់ភ្នំពេញហើយដល់កំពង់សោមបាទជិះទៅដល់ផែម្ដងទៀតឥឡូវគឺយើងមកដល់ផែហើយធៀមឡើងទុកទៅកាន់កោះរ៉ុងហើយដំណើរកម្សាន្តនេះតែ2នាក់បងប្អូនណាខ្ញុំឥឡូវមកដល់កោះរ៉ុងហើយតើបាទនេះនៅផែឡុងសេតហើយខ្ញុំត្រូវចុះផែកោះទូចអូទៅសភាពកំសេរីបាទថាឡើងមកដល់កោះរ៉ុងហើយអីដែលសំខាន់ដំបូងគេគឺជួបតោថ្ងៃក្តៅតែធ្វើឲ្យពាក់អាវល្ងាណាបាទឥឡូវដល់ជួបតោបានហើយសំខាន់2ថ្ងៃនេះកំសេរីម្ដងមានតែបងប្អូនលើកោះឡើងអែមហើយអូខេអ្នកគ្នាបន្ទាប់ពីជួលម៉ូតូបានហើយគឺពួកខ្ញុំធ្វើដំណើរទៅកាន់កន្លែងដេកដែលមានឈ្មោះថាសុកសាន Natural Beach Resort កន្លែងហ្នឹងគឺថាស្អាតហ្មងហើយតម្លៃគឺសមរម្យទៀតថាទេសភាពនៅ Long Beach ហ្នឹងគឺស្អាតមែនតើហ្មងទឹកស្អាតឆ្នេរស្អាតឆ្នេរសក្បួសហ្មងសម្រាប់អ្នកដែលចូលចិត្តលេងទឹកសមុទ្រគឺថាទៅកន្លែងហ្នឹងគឺត្រូវហើយសម្រាប់តម្លៃម៉ូតូវិញគឺថា2ថ្ងៃពួកខ្ញុំជួល2ថ្ងៃពេញហ្មងគឺ$30ហើយសម្រាប់ទេសភាពតាមដងផ្លូវនៅលើកោះរ៉ុងហ្នឹងវិញនិយាយពីស្អាតហើយស្រួលជិះហើយស្ងាត់ទៀតពីអ្នកបងប្អូននេះថាបានម៉ូតូជិះអត់មានបានលាប sunscreen គ្មានស្អីថ្ងៃត្រង់គឺថាទៅហើយអូខេអ្នកគ្នាឥឡូវគឺថាមកដល់កន្លែងគេងហ្នឹងបាទកន្លែងគេងនេះថាអែមកំសេរីទៅទុកសមនឹងតម្លៃគេដែរមកឆ្នេរនឹងអ្នកទាំងគ្នាបន្ទាប់ពីដល់កោះរ៉ុងថ្ងៃទី1គឺដល់ម៉ោង1ថ្ងៃអញ្ចឹងមេឃវាក្តៅអត់មានបានធ្វើអីទេនៅគ្នាសម្រាប់នៅក្នុងកន្ទប់នឹងផ្លែតហើយដូរកៅអៅនៅគ្នាថតរូបលេងហើយល្ងាចឡើងលេងទឹកសមុទ្រហ្នឹងសម្រាប់ថ្ងៃទី1ឆ្នេរ Long Beach នេះសម្រាប់អ្នកចូលចិត្តលេងទឹកសមុទ្រគឺថាត្រូវហ្មងទឹកហ្នឹងវាស្អាតវាថ្លាហើយនិយាយទៅសុបាយលេងហ្មងទេសភាពជុំវិញហ្នឹងគឺស្អាតខ្លាំងណាស់សម្រាប់អ្នកចូលចិត្តលេងទឹកសមុទ្រគឺថាអែហ្មងទៅកន្លែងហ្នឹងអូខេអ្នកនរឥឡូវគឺល្ងាចហើយពីនងគ្នាពីអ្នកអង្គជិះទៅភូមិកោះតូចទៅឲ្យញ៉ាំតិចហើយបានបកមកគេបានទៅពីព្រឹកនេះស្អាតណាស់ទៅកោះតូចហ្នឹងហើយអ្នកនរគ្នាឥឡូវគឺពេលល្ងាចពីអ្នកបងប្អូនខ្ញុំថាទាញម៉ូតូជិះទៅកាន់ភូមិកោះតូចហើយពីកន្លែងខ្ញុំដេកទៅកាន់ភូមិកោះតូចហ្នឹងវារៀងឆ្ងាយដែរអញ្ចឹងហើយមើលសកម្មភាពតាមដងផ្លូវពេលល្ងាចពេលថ្ងៃលិចអញ្ចឹងទៀតស្អាតខ្លាំងណាស់ឥឡូវអ្នកនរគ្នាគឺមកដល់កោះតូចហើយភូមិកោះតូចហើយឥឡូវជិះមើលភូមិនេះទៅហ្នឹងហើយអ្នកនរគ្នាអានេះគឺជាសកម្មភាពដល់កន្លែងដែលពួកខ្ញុំញាក់ចូលញ៉ាំអីហើយនេះមួយចាន5រៀល barbecue គេគឺមានទាំងអស់ហ្មងហើយរសជាតិវិញថាឆ្ងាញ់តែម្ដងបន្ទាប់ពី barbecue ហើយឥឡូវដាក់មឹកអាំងម្ដងពងអាំងឲ្យយកទៅញ៉ាំឡើងគេងបន្ទាប់ពីពួកខ្ញុំញ៉ាំអីនៅក្នុងភ
ភូមិកោះតូចហ្នឹងហើយគឺបានច្រកមឹកអាំងមឹកអីហ្នឹងយកទៅញ៉ាំតនៅកន្លែងគេងផឹកមួយកំប៉ុងពីរកំប៉ុងពីអ្នកបងប្អូនអញ្ចឹងណាសំខាន់គឺថានៅលើដងផ្លូវនេះរៀងស្ងាត់តិចយប់ឡើងស្ងាត់ទៅល្ងឹតទៀតហើយដើរលេងពីអ្នកបងប្អូននេះគឺដេកនៅលើកោះរ៉ុងហ្នឹង2យប់អញ្ចឹងមានតែ2យប់3ថ្ងៃនៅលើកោះរ៉ុងហ្នឹងហើយថ្ងៃទី2គឺថាជិះម៉ូតូដើរលេងពេញកោះហ្នឹងហ្មងតាណាក៏ទៅដែរហើយនេះគឺជាសកម្មភាពផឹកឡើងថ្ងៃទី2គឺថាអត់គេងយូរទេបាទងើបពីព្រលឹមមកលេងទឹកសមុទ្រទៀតព្រោះវាស្អាតពេកហ្មងហើយនិយាយទៅថៃរះចេះទៀតមិនបាច់និយាយទេពីអ្នកបងប្អូននេះ2នាក់ហ្នឹងមកសមុទ្ររៀងស្ងាត់បរទេសគេងើបម៉ោង8 9ទេឥឡូវមកដាក់អាហារពេលព្រឹកសិនមីស៊ុបលើកោះជាតិតទៅពីញ៉ាំអីហើយលឺមកកាហ្វេតែសំខាន់លើកោះនេះភ្លៀងទៀតទឹកទៀតគឺបាច់និយាយតពីដាក់កាហ្វេនៅកន្លែងស្អាតហើយបាទពីអ្នកបងប្អូនចាប់ដើមហើយថ្ងៃទី2នេះគឺជិះម៉ូតូពេញកោះហ្នឹងហ្មងហើយមកផ្លូវជិះពេញកោះហ្នឹងហ្មងតាណាក៏ទៅដែរផ្លូវគឺថាកាប់សេរីអានេះខាងលើភ្នំវិញតែក៏ចេះទៅនឹងតាណាខ្លះដែរក្រុងកោះរ៉ុងហ្នឹងបាទទេសភាពអូជាងកំពង់សោមក្រុងអូនេះជីមកដល់ផែភូមិដើមស្កៅបាទអូខ្ញុំនៅនេះបងតដេកនៅ Long Beach ហ៎beach អត់ទៅសភាពបាច់និយាយស្នេហ៍សក្បោះហ្មងអែមសែមប្រានឆ្នេរកោះដូងស្អាតមែនទេឆ្នេរកោះដូងឆ្នេរគឺណាត់ប៊ីឆ្នេរគឺស្អាតហ្មងឆ្នេរដូងហ្នឹងណាឥឡូវគឺថាជិះមកដល់វត្តនៅលើកោះរ៉ុងក្រែនអូវត្តស្អាតថ្មីហ្មងបាទនេះគឺផ្លូវទៅ Lonely Beach ហ្នឹងហើយបាទដល់ Lonely Beach គឺថាមាន2ផ្លូវបាទអានេះផ្លូវបាក់អានេះគេដាក់ Easy Road ផ្លូវស្រួលចាំមើលថាត្រូវជិះផ្លូវណាទៀតបាទផ្លូវនេះមិនខ្ញុំសួរពូនោះគាត់ថាដូចតែគ្នាគឺអាសាញនេះគេចេះទៅដាក់ហើយទៅគ្នាដៃទៅនេះអែមជាងនេះទៅព្រៃមកពីព្រៃចូលព្រៃឯងអូចូលផ្លូវទៅbay emផ្លូវមានអារម្មណ៍មិនដែរអែមផ្លូវអែមដាក់ញោមអូខេអ្នកនរគ្នាឥឡូវមកដល់ Lonely Beach ហើយ
này đi mền ngặt mền miền Nam An nè hai phơi chi mong bả đấy ngày kia cười lên nơi Lonely Beach ní lẹ thần hai bạn chị đã lên pin cá rong năng tiệt ô thật vậy là lại nhà máy tháng ngày nơi trên sọc sàn chỉ vì Lonely Beach mà trở hiên đó chỉ một đó là anh kia nha anh coi lên một đang ngày nào khi bắt đầu pi nơi có rong pi dọc bay ngay cái thang ấy phật lớn cái đò pe là thử từ đó năng đi vậy nha thì từ từ phía bị sát pe trong từ bên sau không